បាទនេះជាអ្វីដែលខាងខ្ញុំភ័យខ្លាចហើយបានយើងចេញច្បាប់ហ្នឹងមើលបាទប្រមាណអ្នកដែលគាត់សរសេរជាភាសាជាតិដែលជាដួងព្រលឹងជាតិតែបើបងប្អូនទាំងអស់គ្នាក្មួយៗទាំងអស់គ្នាជាកូនខ្មែរបាទគួរពិចារណាឡើងវិញតែបើក្មួយទាំងអស់គ្នាជាយុវជនពូជចៅអ្នកចិត្តខាងយើងទាំងពីរប្រទេសហ្នឹងបាច់ចារណាឡើងវិញទេទៅសេទៅខំទៅសេថែមទៅបាទខំសេថែមទៅបាទបងប្អូនជាយុវជនពូជចៅនៅចិត្តប្រទេសចិត្តខាងយើងទាំងពីរប្រទេសហ្នឹងតែបើបងប្អូនជាយុវជនខ្មែរ Gen Z របស់ខ្មែរគួរពិចារណាឡើងវិញបាទគួរពិចារណាឡើងវិញបាទមើលទៅបាទចារណាឡើងវិញមើលបាទមើលសេមើលមានសោះជាតិណាបាទនេះក៏យើងមិនគិតតែសិញខ្មែរទេបាទតែដូចនេះអីនេះមានអក្សរជាតិណាតែមានអក្សរខ្មែរសេបាទដូចម្ចាស់ផុសគាត់ខំសរសេរជាខ្មែរហើយបើគាត់មិត្តភ័ក្ដិនាំគ្នាខមមិនទៅសេអង់គ្លេសហើយថែមសិញខ្មែរទៀតសេអង់គ្លេសឲ្យដាច់មកបាទយើងមើលដើម្បីភាពងាយស្រួលរបស់យើងសុខចិត្តបំផ្លាញជាតិអត់គិតពីអនាគតរបស់យើងទៅថ្ងៃមុខកូនចៅយើងចំនួនក្រោយប្រទេសជាតិយើងទៅថ្ងៃមុខហើយអានេះបើតាមខ្ញុំសួរថាមិនបានសរសេរខ្ញុំធ្លាប់សួរកូនសិស្សខ្ញុំអីក្មេងៗអីគាត់ថាវាលឿនហើយវាសេទៅខ្លីជាងបាទនេះដូចសុតអីនេះវាខ្លីជាងមែនណាបាទដូចស្អាតអីនេះវាបើគិតវាយទៅវាប្រហែលគ្នា4ពាក្យដូចគ្នាចុចម្ដងនេះតែស្រីនេះគាត់សេនេះស្រីយើងចុចទៅ4ដូចគ្នាដែរបាទតែមើលទៅវាប្រហែលគ្នាក៏តែមួយសរសេរទៅងាយស្រួលតែមួយទៀតសរសេរទៅយ៉ាងម៉េចភាសាខ្មែរសរសេរទៅបានជួយអីខ្លះចុះបងអូនរៀននៅសាលារដ្ឋបងអូនប្រឡងបងអូនសរសេរអញ្ចឹងមែនបងអូនសរសេរពាក្យខ្មែរអញ្ចឹងបើបងអូនសរសេរអានេះដល់ពេលសរសេរពាក្យខ្មែរអាចសរសេរខុសពេលប្រឡងអញ្ចឹងបើសរសេរនៅក្នុងនេះហើយយើងសរសេរហើយយើងឆែកមើលវចនានុក្រមឆែកអីទៅអានឹងអាចជួយឲ្យយើងចេះពាក្យខ្មែរបានថែមទៀតហើយទៅថ្ងៃមុខទៅយើងអប់រំកូនយើងយ៉ាងម៉េចយុវជនយើងនេះ5ឆ្នាំទៀតនេះកូនអ្នកខ្លះកូន2កតេលអីហើយយើងអប់រំកូនយើងយ៉ាងម៉េចទៅថ្ងៃមុខដើម្បីថាឯងនាំគ្នាបំផ្លាញជាតិទៀតឬមួយក៏យ៉ាងម៉េចបើយើងម្នាក់អត់ចេះអប់រំកូនយើងផងតើសង្ឃឹមថាប្រទេសជាតិយើងនៅសល់ដីឲ្យកូនចៅយើងបានប្រមាណតំណទៀតនៅប្រមាណទសវត្សរ៍ទៀតឬសតវត្សរ៍ទៀតដែលនឹងប្រទេសយើងបាត់ផែនទីចេញពីផែនទីពិភពលោកដោយប្រទេសចម្ប៉ាដោយប្រជាជនប្រទេសដែលកុសម្ព័ន្ធរ៉ូហីញ៉ាអីចឹងហើយយើងនាំគ្នាចេះអស់បាត់ហើយហ្នឹងបាទអញ្ចឹងជាការព្រួយបារម្ភបានខាងក្រុមការងារយើងខ្ញុំបានរៀបចំដាក់ច្បាប់ឲ្យតឹងរឹងក៏ប៉ុន្តែយើងបានធ្វើតែកលាករទេយើងមិនបិទសិទ្ធិពួកគាត់ទាំងអស់គ្នានេះមិនឲ្យសរសេរទេក៏ប៉ុន្តែយើងនឹងមានផែនការទៅថ្ងៃមុខបើគាត់ទៅសេនៅលើ page យើងប្រហែលជាយើង block គាត់ចោលបាច់ឲ្យគាត់គ្រប់គ្រងឬឃើញ page យើងទេបាទយើងមិនត្រូវការទោះបីនៅសល់តែអ្នកគ្រប់គ្រងម្នាក់ឬ0អ្នកក៏ដោយយើងត្រូវការតែអ្នកដែលចេះស្រឡាញ់ជាតិចេះឈឺឆ្អាលពីជាតិនេះបាទអញ្ចឹងពេលខ្លះប្រហែលជាបងប្អូនមិនបានដឹងបានយល់ពីចំណុចហ្នឹងបានចេះតែខំទៅសេអញ្ចឹងណាតែបន្ទាប់ពីខ្ញុំនិយាយនេះហើយសង្ឃឹមថាបងប្អូនអាចយល់ទាំងអស់គ្នាមិនបន្ទោសទេក៏តែអាចមកពីយើងមិនយល់អញ្ចឹងណា